សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលការថារកសារជាថ្មីការថ្ងៃនេះគឺមានដំណឹងមានរឿងមួយដែលចង់ឲ្យអ្នកទាំងអស់គ្នាដឹងបើសិនជាអ្នកទាំងអស់គ្នាបានឃើញនៅវីដេអូមួយនេះព្រោះសិល្បកាតរបស់អ្នកទាំងអស់គ្នាបានបង្ហាញថាមានអ្វីមួយកំពុងតែផ្លាស់ទីទៅមុខចឹងណាប៉ុន្តែមានមនុស្សម្នាក់ដែលនៅតែមិនទាន់និយាយរឿងពិតប្រាប់អ្នកទាំងអស់គ្នាចេញមកហើយអ្នកទាំងអស់គ្នាក៏កំពុងតែនៅក្នុងដំណាក់កាលមួយត្រូវសម្រេចចិត្តនិងដូចថាគ្រប់គ្រងជីវិតដោយខ្លួនឯងចឹងណាអ្វីដែលធ្លាប់ជាប់គាំងនិងចាប់ផ្ដើមមានចលនាឡើងវិញហ្នឹងហើយចឹងបើអ្នកទាំងអស់គ្នាកំពុងតែរងចាំការឆ្លើយតបពីនរណាម្នាក់ឬក៏រងចាំឱកាសមួយគឺមានសញ្ញាថាមានសញ្ញាមួយថាវានឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងគឺវាអត់លាក់បានដូចមុនទៀតទេគឺវាមានសញ្ញាថាបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាចង់ដឹងអញ្ចឹងណាហើយឱកាសដែលអ្នកទាំងអស់គ្នាចង់បាននឹងតាមបំណងអ្នកទាំងអស់គ្នាអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាកុំឲ្យអារម្មណ៍របស់អ្នកទាំងអស់គ្នាជាអ្នកគ្រប់គ្រងជាអ្នកបញ្ជាអ្វីគឺអ្នកទាំងអស់គ្នាត្រូវតែជាអ្នកសម្រេចចិត្តដោយខ្លួនឯងធ្វើអីជាអ្នកធ្វើដោយខ្លួនឯងប្រើនៅខួរក្បាលណាកុំប្រើនៅអារម្មណ៍ហ្នឹងហើយយើងមើលឃើញថាមានធម៌ពលរបស់មនុស្សម្នាក់ដែលមានភាពទទួលខុសត្រូវនិងផ្ដោតលើស្ថិរភាពច្បាស់លាស់ចំពោះអ្នកទាំងអស់គ្នាតែបើសួរថាមនុស្សម្នាក់ហ្នឹងនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាគេអាចជាមនុស្សដែលអត់សូវនិយាយផ្អែមល្ហែមច្រើនទេប៉ុន្តែជួយចិត្តបង្ហាញនៅសកម្មភាពច្រើនជាងអញ្ចឹងណាហ្នឹងហើយសម្រាប់ការងាររបស់អ្នកទាំងអស់គ្នាលុយកាក់គឺវាមានសញ្ញាល្អហើយគឺអ្នកទាំងអស់គ្នាអាចនឹងកសាងនៅអ្វីមួយដែលថិតថេរទៅមុខបានអញ្ចឹងណាហ្នឹងហើយបើសួរថាស្នេហារបស់អ្នកទាំងអស់គ្នាឥឡូវគឺល្អគឺវាជាស្នេហាមួយដែលមិនគ្រាន់តែចូលចិត្តធម្មតាវាជាស្នេហាដែលមានន័យថាវាលើសពីមិត្តភក្តិវាលើសពីស្នេហាទៀតហ្នឹងហើយគឺនិយាយរួមទៅវាគឺជាការជ្រើសរើសមួយស្នេហាហ្នឹងវាគឺជាការជ្រើសរើសរវាងអ្វីមួយជាមួយនឹងអ្នកទាំងអស់គ្នាមានអ្វីមួយដែលអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាតើអ្នកទាំងអស់គ្នាចង់បានអ្វីហើយអ្នកទាំងអស់គ្នានឹងត្រូវជ្រើសរើសយកអ្វីដើម្បីស័ក្តិសមជាមួយនឹងខ្លួនឯងកុំឲ្យព្រោះអ្នកទាំងអស់គ្នាខ្លាចបាត់បង់អីចឹងណាចឹងយើងត្រូវចឹងអ្នកទាំងអស់គ្នាតែងតែជ្រើសរើសនៅអ្វីដែលវាជាការពិតណាតែវាស័ក្តិសមជាមួយនឹងយើងណាហ្នឹងហើយចឹងពេលដែលវាស័ក្តិសមមួយយើងវានៅមួយយើងគឺយើងអត់មានខ្លាចនឹងការបាត់បង់ឬក៏ខ្លាចនៅរឿងអ្វីមួយមិនសមប្រកបអ្វីដែលកើតឡើងដោយយើងអត់រំពឹងទុកតែធ្វើឲ្យយើងខកចិត្តគឺអត់អញ្ចឹងយើងត្រូវទៅរើសនៅមនុស្សដែលស័ក្តិសមនឹងយើងតែម្ដងទៅវាយើងក៏មិនខ្លាចនឹងការបាត់បង់ឬក៏ការពិបាកនឹងទទួលយករៀងខ្លួនអីចឹងដែរហើយយើងក៏មើលឃើញថាមានធម៌ពលនៃការនៃដូចថាមានមនុស្សម្នាក់ចូលមកនិយាយឬការបង្ហាញនៅអារម្មណ៍ដូចថារ៉ូមែនទិកចឹងណាអារម្មណ៍តែធ្វើឲ្យអ្នកទាំងអស់គ្នាមានភាពផ្អែមល្ហែមហ្នឹងហើយបើអ្នកទាំងអស់គ្នាកំពុងតែរងចាំនឹងគេម្នាក់ហើយវាអាចនឹងមានធម៌ពលដែលដូចថាចង់មកនិយាយសន្ទនាចង់មកនិយាយមួយចឹងណាចង់ឃើញមុខចង់អាលក្ខណៈថាដែលចង់ទៅញ៉ាំអីមួយគ្នាចឹងណាហ្នឹងហើយញ៉ាំអីមួយគ្នាការនិយាយគ្នាផ្អែមល្ហែមទៅវិញទៅមកអីចឹងទៅយល់ចិត្តគ្នាទៅវិញទៅមកឲ្យច្បាស់ចឹងណាហើយតែអ្នកទាំងគ្នាកុំមើលតែភាពស្អាតតែម្យ៉ាងត្រូវតែមើលលើសកម្មភាពហ្នឹងហើយជាងការនិយាយស្ដីផ្អែមល្ហែមរបស់គេហ្នឹងតែគេក៏មានជាមនុស្សម្នាក់ដែលចូលចិត្តនិយាយផ្អែមល្ហែមរបស់យើងឯបានដែរប៉ុន្តែបើសិនជាគេចូលមកលើកនេះអាចនឹងមានការនិយាយរៀងផ្អែមល្ហែមឲ្យយើងទុនចិត្តអីចឹងណាចឹងហើយបានសកាត់មុនបញ្ជាក់ថាអ្នកនរគ្នាកុំយកអារម្មណ៍យកមកដោះស្រាយយកមកវិនិច្ឆ័យនៅរឿងទាំងអស់ហ្នឹងត្រូវប្រើនៅខួរក្បាលប្រើនិយាយទៅត្រូវសម្រេចចិត្តដោយខ្លួនឯងហ្នឹងហើយកុំប្រើអារម្មណ៍ច្រើនធ្វើ
ប្រើគូក្បាលគិតបានច្រើនហ្នឹងហើយហើយម្នាក់ហ្នឹងគឺយេទទួលស្គាល់ថាគេហ្នឹងគឺជាមនុស្សដែលមានភាពខ្លាំងហ្មងមើលទៅគឺជាមនុស្សដែលជាថ្នាក់ដឹកនាំជាអ្នកគ្រប់គ្រងអីចឹងណាមើលទៅគឺជាមនុស្សដែលមានអំណាចហ្នឹងហើយជាមនុស្សដែលមនុស្សគ្រប់គ្នាគឺគេគ្រប់គេឲ្យតម្លៃគេទទួលស្គាល់គេជាមនុស្សបែបហ្នឹងប៉ុន្តែនៅពិភពខាងក្រៅគេជាមនុស្សបែបហ្នឹងប៉ុន្តែនៅក្នុងពិភពរបស់អ្នកទាំងគ្នាគេជាមនុស្សផ្សេងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្វីសំខាន់គឺយើងត្រូវតែយកគួរក្បាលយកមកវិនិច្ឆ័យគឺយកខ្លួនឯងជាអ្នកគិតកុំយកអារម្មណ៍យកមកដោះស្រាយយកមកវិនិច្ឆ័យរឿងទាំងអស់ហ្នឹងហើយមនុស្សម្នាក់ហ្នឹងគឺគាត់ជាមនុស្សម្នាក់ដែលគេហៅថាចូលចិត្តគ្រប់គ្រងលើអ្នកទាំងអស់គ្នាគេជាមនុស្សនិយាយទៅគេជាមនុស្សដែលចូលចិត្តគ្រប់គ្រងគេហ្មងពីព្រោះនៅក្នុងការងារក៏គេជាអ្នកដឹកនាំគេដែរមិនមែនជាតំណែងតូចតាចទេហើយចំពោះអ្នកទាំងអស់គ្នាក៏គេចូលចិត្តចង់គ្រប់គ្រងអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាស្ដាប់តាមគេដែរមនុស្សម្នាក់នេះគឺគេហៅថាមានចិត្តខ្លាំងណាគឺគេអត់ចូលចិត្តបង្ហាញនៅភាពទន់ខ្សោយរបស់គេទេហើយពេលខ្លះហ្នឹងគេអាចនឹងមើលឃើញដូចជារឹងមាំឬក៏រឿងស្ងាត់អីចឹងណាពិបាកអានចិត្តគេពិបាកយល់ពីចិត្តគេហ្មងហើយបើសិនជាអ្នកទាំងគ្នាកំពុងតែគិតពីមនុស្សម្នាក់ហ្នឹងណាគេអាចនឹងមានអារម្មណ៍ប៉ុន្តែមិនមែនជាមនុស្សងាយនឹងនិយាយពីអារម្មណ៍របស់ខ្លួនឯងទៅប្រាប់អ្នកដទៃទេពីព្រោះគេជាមនុស្សម្នាក់ដែលខ្លាចបង្ហាញនូវភាពទន់ខ្សោយរបស់គេគឺគេខ្លាចអ្នកដទៃនឹងយកអាភាពទន់ខ្សោយរបស់គេនឹងយកមកបង្អាប់យកមកធ្វើឲ្យគេបាក់មុខអីចឹងណាគឺគេជាមនុស្សដែលមើលខ្លួនឯងគឺត្រូវតែខ្ពស់ជាងគេយល់ត្រូវតែអស្ចារ្យជាងគេអញ្ចឹងគេមិនអាចយកចំណុចខ្សោយរបស់គេហ្នឹងយកមកប្រាប់អ្នកផ្សេងបានទេមិនថាអ្នកទាំងគ្នាឬក៏មិត្តភ័ក្តិរបស់គេក៏អត់ដឹងពីចំណុចខ្សោយរបស់គេពីចំណុចអាក្រក់របស់គេដែរគឺគេអត់បង្ហាញទេហ្នឹងហើយអញ្ចឹងយើងមើលឃើញបានថាមនុស្សម្នាក់ហ្នឹងគឺរៀងពិបាកអានចិត្តគេបន្តិចអញ្ចឹងយើងក៏ពិបាកយល់ពីគេដែរអញ្ចឹងនិយាយអញ្ចឹងណាហ្នឹងហើយក៏មានសារមួយឲ្យអ្នកទាំងគ្នារៀងប្រុងប្រយ័ត្នដែរហ្នឹងហើយគឺបើសិនជាអត់ទាន់ច្បាស់លាស់អីចឹងនៅក្នុងអារម្មណ៍គឺយើងត្រូវគិតឲ្យច្បាស់យើងកុំសូវលឿនពេកចឹងយើងគិតសឹមកុំប្រញាប់ពេកកុំប្រញាប់ជឿឬក៏ធ្វើអ្វីដែលអ្នកទាំងអស់គ្នាចង់អ្នកទាំងអស់គ្នាលឺហើយអ្នកទាំងអស់គ្នាចង់ធ្វើវាហ្នឹងហើយដូចជាមនុស្សម្នាក់នឹងចង់ត្រឡប់មកវិញតែអ្នកទាំងអស់គ្នាគ្រាន់តែស្ដាប់នៅសម្ដីរបស់គេពី3ម៉ាត់ទៅអ្នកទាំងអស់គ្នាមានអារម្មណ៍ចង់បើកចិត្តទទួលយកគេវិញអញ្ចឹងទៅគឺចង់និយាយថាកុំឲ្យអ្នកទាំងអស់គ្នាបញ្ញាប់ពេកគឺមើលនៅសកម្មភាពរបស់គេឲ្យបានច្រើនជាងពាក្យសម្ដីរបស់គេនិយាយអញ្ចឹងណាតែវាពិបាកដែរអ្នកទាំងអស់គ្នាក៏កំពុងតែរងចាំនៅឱកាសនឹងផងដែរឱកាសមួយដែលឲ្យគេមកចូលមកនិយាយល្អដាក់អ្នកទាំងអស់គ្នាទោះជាដឹងខ្លួនឯងថាអូវាបែបនេះក៏ដោយក៏អ្នកនរគ្នានឹងនៅតែចង់ទទួលយកគេដែរពីព្រោះឥឡូវក៏កំពុងតែរងចាំគេហ្នឹងហើយអញ្ចឹងបើសិនជាគេចូលមកវាក៏អ្នកនរគ្នាអាចនឹងគេហៅថាបិទភ្នែកម្ខាងបើកភ្នែកម្ខាងបិទតិចម្ខាងបើកតិចម្ខាងអីចឹងទៅគឺអានេះវាជាអ្វីដែលអ្នកនរគ្នាក្នុងចិត្តអ្នកនរគ្នាកំពុងតែគិតបែបហ្នឹងទោះជាអ្នកនរគ្នាគិតថាអូវាមិនទេខ្ញុំមិនយកទេខ្ញុំអីចេះខ្ញុំត្រូវគិតឲ្យបានវែងឆ្ងាយប៉ុន្តែបើសិនជាក្នុងចិត្តដែលជ្រៅវិញគឺអត់ទេគឺអ្នកនរគ្នាតែងតែរំតឹងរងចាំពេលវេលាហ្នឹងរងចាំពេលវេលាដែលគេត្រឡប់មកអ្នកនរគ្នាវិញអញ្ចឹងណាចឹងហើយបាទខ្ញុំចង់និយាយថាគឺវាមានសញ្ញាល្អមានថាមពលល្អវាមានថាមពលល្អច្រើនហ្នឹងហើយវាបង្ហាញឲ្យយើងមានភាពរីកចម្រើននិងការសម្រេចចិត្តហើយមនុស្សម្នាក់ដែលអ្នកនរគ្នាមានអារម្មណ៍ច្រើនគិតពីគេច្រើនហ្នឹងគឺគេក៏កំពុងនឹងបង្ហាញនៅរឿងមួយចំនួនមកឲ្យអ្នកទាំងអស់គ្នាបានដឹងដែរដែលអ្នកទាំងអស់គ្នាកំពុងតែរងចាំនៅសាររបស់គេនៅអីរបស់គេអញ្ចឹងណាហ្នឹងហើយប៉ុន្តែអត់ថាអ្នកទាំងអស់គ្នាកុំបខំនៅ
សួរគេច្រើនហ្នឹងហើយកុំឲ្យគេមានអារម្មណ៍ថាអ្នកទាំងគ្នាដូចចង់ដឹងពីគេច្រើនណាហ្នឹងហើយហើយកុំរំពឹងពីគេច្រើនពេកហើយក៏និយាយទៅមើលពីសកម្មភាពឲ្យច្រើនជាងស្ដាប់នៅពាក្យសម្ដីអញ្ចឹងណាហ្នឹងហើយប្រើភ្នែកឲ្យច្រើនជាងការស្ដាប់ហ្នឹងហើយព្រោះអ្វីដែលអ្នកទាំងគ្នាកំពុងតែពីព្រោះអ្វីដែលកំពុងមករកអ្នកទាំងគ្នាហ្នឹងគឺវាគឺជាភាពច្បាស់លាស់ហ្នឹងហើយមានស្ថិរភាពប៉ុន្តែវាមិនមែនថាត្រូវតែឲ្យអ្នកទាំងគ្នាចេះតែទទួលត្រូវតែមើលពីតម្លៃខ្លួនឯងដែរអញ្ចឹងណាមិនមែនអ្វីដែលអ្នកទាំងគ្នាត្រូវតែធ្វើអ្នកទាំងគ្នាត្រូវតែអ្វីដែលគេកំពុងតែធ្វើឲ្យអ្នកទាំងគ្នាក៏ទទួលយកគេនោះអត់ទេគឺអ្នកទាំងគ្នាត្រូវតែជឿលើខ្លួនឯងយើងមើលឃើញថាអ្នកទាំងគ្នាគឺអាចនឹងមានភាពច្បាស់លាស់ជាមួយនឹងគេហ្នឹងហើយបើសិនជាសកម្មភាពក្នុងការនិយាយស្ដីរបស់គេហ្នឹងអាចធ្វើឲ្យអ្នកទាំងគ្នាច្បាស់ 100% វាក៏បង្ហាញថាអ្នកទាំងគ្នានឹងគេក៏អាចនឹងមានដំណឹងល្អដែរមើលទៅគឺឃើញថាវាបែបហ្នឹងវាអត់មានអីច្រើនទេអញ្ចឹងសារសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯណាបងប្អូនទាំងគ្នាសម្រាប់អ្នកទាំងគ្នាអញ្ចឹងសរុបរួមមកគឺឲ្យអ្នកទាំងគ្នាប្រើអារម្មណ៍តិចកុំប្រើអារម្មណ៍គឺប្រើប្រាជ្ញាប្រើគំនិតឲ្យច្រើនជាងអារម្មណ៍របស់អ្នកទាំងគ្នាអញ្ចឹងណាអញ្ចឹងវាអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណច្រើន